បងប្អូនថ្ងៃនេះនាំបងប្អូនមើលទស្សនភាពនៅលើយន្តហោះបងប្អូនចាបងប្អូននៅស្រុកខ្មែរចេះឆ្ងល់ជិះយន្តហោះអ្នកដែលធ្លាប់បានជិះឲ្យខ្ញុំអត់និយាយទេព្រោះគាត់ធ្លាប់ដឹងហើយអ្នកជិះដំណើរផ្លូវឆ្ងាយណាធ្វើដំណើរផ្លូវឆ្ងាយគាត់ដឹងហើយចាសម្រាប់បងប្អូនដែលខ្ញុំគាត់ចង់ធ្វើវីដេអូនេះបង្ហាញអញ្ចឹងណាហ្នឹងការខ្ញុំទៅលេងនៅអូស្ត្រាលីបងប្អូនចាហើយជើងយន្តហោះនេះគឺពី Amsterdam ទៅTaipei ចាជើងយន្តហោះខ្ញុំជិះគឺ China Airlines បងប្អូនហើយតម្លៃគឺតម្លៃថោកសមរម្យចាហើយម្ហូបអាហារគេគឺឆ្ងាញ់ចាដោយសារយើងអាស៊ីអញ្ចឹងម្ហូបភាគច្រើនគេធ្វើអាស៊ីហើយក៏មានម្ហូបប៉ាស្តាមានអីដែរចាសម្រាប់ភ្ញៀវបរទេសដែលគាត់ជាអ្នកធ្វើដំណើរដែរណាចាប៉ុន្តែគេធ្វើភាគច្រើនម្ហូបគេមានជំរើសពីរមានបរទេសហើយនិងជំរើសរបស់អាស៊ីណាចឹងខ្ញុំចូលចិត្តចាហើយសេវាកម្មគេល្អហើយខ្ញុំទៅហ្នឹងគឺសំណាងទៀតកន្លែងកន្លែងស៊ីតកដាលហ្នឹងកន្លែងកៅអីអង្គុយកដាលហ្នឹងគឺអត់មានអ្នកជិះអីអញ្ចឹងគឺបានសម្រាប់កដាលហ្នឹងមកបានតម្រេតខ្នងលឿនហ្នឹងអញ្ចឹងណាព្រោះម៉ោងជិះគឺឆ្ងាយដែរពី Amsterdam នេះទៅតែពេកគឺដូចជាជិត14ម៉ោងបងប្អូនចាអញ្ចឹងយើងមាន space ទលាយមានទីកន្លែងតម្រេតខ្លួនហ្នឹងទលាយបើសិនជាមានអ្នកធ្វើដំណើរដូចខ្ញុំដែរនៅកណ្ដាលហ្នឹងវារៀងចង្អៀតគ្នាណាចាប៉ុន្តែសំណាងចាបានមកកៅអីទៀតបន្ថែមអញ្ចឹងទៅធ្វើដំណើរឆ្ងាយប៉ុន្តែអត់សូវឈឺខ្នងហ្មងទេចាហើយខ្ញុំធ្វើនេះគឺខ្ញុំចង់ឲ្យ screen ហ្នឹងវា load ថាប្រហែលម៉ោងពី Amsterdam ហ្នឹងទៅដល់កន្លែងចានេះគឺ time to destination ហ្នឹងគឺ13ម៉ោងហើយគេមានម៉ោងដែលកន្លែងដែលយើងជិះហ្នឹងហើយនឹងកន្លែងទៅដល់ហ្នឹងគឺម៉ោងប៉ុន្មានអញ្ចឹងគេប្រាប់យើងអញ្ចឹងបងប្អូនហើយរយៈកម្ពស់ប្រហែលអីអញ្ចឹងទៅហើយម៉ោងប៉ុន្មានទៅដល់កន្លែងដែលយើងឈប់ហ្នឹងអញ្ចឹងម៉ោងប៉ុន្មានទៅដល់អញ្ចឹងទៅហើយកម្ពស់យន្តហោះហ្នឹងកម្ពស់ប្រហែលគេប្រាប់យើងអញ្ចឹងបងប្អូនចាចាហើយអរគុណច្រើនបងប្អូនដែលបានមើលនិងគាំទ្រវីដេអូ